បរទេសដែលហាត់គុណខ្មែរគឺជារឿងចំណេញខ្លាំងចាញ់ទៅបោកគេខ្ញុំមិនទាន់ចាញ់បោកបរទេសណាទេតែបើយើងចៀតចោលទេតើឲ្យមែនអត់ហេតុអីគាត់ទៅវាយនៅប្រទេសគេគាត់ផ្សាយជាមួយថៃរបស់គាត់វិញអាននេះហើយដែលជាតបៅកាលណាជាតបៅអញ្ចឹងគឺយើងត្រូវតែប្រយ័ត្នត្រូវតែវាមានមួយចំនួនយើងថាបើកចិត្តងាប់អើយចិត្តល្អណាស់ដល់ខ្មែរលោកម្ចាស់ខ្មែរហ្នឹងតែចិត្តល្អជាងគេហ្នឹងឯងមកស្រុកខ្មែរពីខ្លះគាត់ជាប់ចិត្តអីអញ្ចឹងទៅគាត់ជាប់ចិត្តគាត់ហាត់គុណខ្មែរអញ្ចឹងទៅជូនបងឈិតមុនបាទចង់សួរអំពីគុណខ្មែរដែរតាក់ទងទៅនឹងកីឡាករដែលយើងបានជជែកនៅចំណុចទី1ដែរប៉ុន្តែចង់ឲ្យលម្អិតឲ្យខ្លីតែខ្លឹមចង់សួរថាតើការដែលបរទេសគាត់មកហាត់គុណខ្មែរនេះបច្ចុប្បន្នភាពនេះតើមានភាពចំណេញដល់គុណខ្មែរដែរទេអូបើគាត់ហាត់គុណខ្មែរគឺជារឿងចំណេញហ្មងយើងលើកឧទាហរណ៍ថាមហាម៉ាត់បាទយ៉ាស៊ីនម៉ូគាត់មកហាត់ម៉ូធ្វើតែគាត់មកហាត់ហើយគាត់ទៅវិញក៏ចំណេញដែរដោយសារគាត់ទៅដល់នោះគាត់ស្ពាយខ្សែក្រវ៉ាត់របស់គាត់វឹកហាត់ធម្មតាយ៉ាងណាក៏មានមនុស្សមកភូមិដែរទៅទស្សនាក្លឹបរបស់គាត់គេឆ្ងល់ដែរពីអាវរបស់គាត់ពាក់ពីខ្សែក្រវ៉ាត់ដែលគាត់ទទួលបានហើយបើនិយាយពីមហាម៉ាត់ហើយនឹងយ៉ាស៊ីនពួកគាត់ទាំងពីរនេះគឺជាកម្លាំងចិត្តសម្រាប់កីឡាកររបស់កម្ពុជាយើងអាចថាមានពួកគាត់ជាផលវិជ្ជមានមួយដែលពួកគាត់វាយឈ្នះខាងយើងខាងកីឡាករគុណខ្មែរច្រើនប៉ុន្តែក៏ជាផលវិជ្ជមានដែលធ្វើឲ្យកីឡាករគុណខ្មែរប្រឹងហាត់ពេលដែលឮថាជួបពីអ្នកគាត់ទាំងដែលអ្នកខ្លះកីឡាករមួយចំនួនអត់សូវប្រឹងហាត់ទេបាទប៉ុន្តែឮថាជួបមហាម៉ាត់យ៉ាស៊ីនគាត់អាចហាត់គុណនឹង5គុណនឹង10ក៏ខ្លាចចាញ់ព្រោះអីខ្មែររបស់យើងមានជាតិនិយមរបស់យើងពេលខ្លះយើងគ្រាន់តែឮថាបរទេសហាត់គុណខ្មែរយើងចង់ឈ្នះគេជាបរទេសទេគេហាត់គុណខ្មែរបើហេតុអីគេខ្លាំងយើងជាម្ចាស់ក្បាច់គុណហេតុអីយើងមិនខ្លាំងពេជ្រសម្បត្តិមិនមែននៅសុកមានភាពធន់មានភាពតាន់ទេគាត់វឹកហាត់ណាស់មិនមែននៅសុកអាភាពតាន់អាភាពធន់នឹងមកពីកំណើតទេខ្ញុំអត់ជឿទេគឺការវឹកហាត់អញ្ចឹងកីឡាករផ្សេងទៀតក៏ត្រូវវឹកហាត់ដែរវឹកហាត់ឲ្យខ្លាំងដើម្បីកុំឲ្យខ្មាស់បរទេសយើងនិយាយពាក្យថាខ្មាស់ទៅបរទេសគេហាត់គុណខ្មែរសោះហេតុអីគេខ្លាំងហើយទី2គេស្ដាប់គ្រូទៀតយើងទៅមើលយ៉ាស៊ីននិងមហាម៉ាត់នេះស្ដាប់គ្រូណាថ្ងៃមុខយ៉ាងម៉េចខ្ញុំអត់ដឹងខ្ញុំដឹងថាថ្ងៃហ្នឹងថាពួកគាត់ស្ដាប់គ្រូស្ដាប់ទាំងការស្នាក់នៅក្លឹបស្ដាប់ទាំងការប្រកួតទឹក1វាយមិនគ្រូប្រាប់ទឹក2វាយមិនទឹក3វាយមិនស្ដាប់គ្រូគេឲ្យកីឡាករតែស្ដាប់គ្រូគឺទៅមុខហើយតែមិនស្ដាប់គ្រូចប់ហើយបងចាំបានទេការប្រកួតរបស់មហាម៉ាត់ជាមួយនឹងឌឹមសរំប្រកួតលើកទី1វាយទៅវាយមកឌឹមសរំជាអ្នកឈ្នះប្រកួតលើកទី2មហាម៉ាត់កម្រឃើញគាត់វាយបែបហ្នឹងគាត់ដកវាយមូលហេតុអីលោកគ្រូសេនប៊ុនថេនគាត់បានដឹងពីចំណុចដែលត្រូវឈ្នះហើយអញ្ចឹងសិស្សហ្នឹងត្រូវស្ដាប់គ្រូទៀតជ័យជំនះហ្នឹងស័ក្តិសមហើយប៉ុន្តែបើសិស្សមិនស្ដាប់គ្រូប្រាប់មិនក៏អត់តាមដែរគេហៅសិស្សចេះជាងគ្រូបាទអញ្ចឹងខ្ញុំសូមសង្ខេបបន្តិចថាកីឡាករបរទេសដែលហាត់គុណខ្មែរគឺជារឿងចំណេញខ្លាំងយ៉ាងណាក៏គាត់បានផ្សាយពីគុណខ្មែររបស់យើងហើយគាត់គ្រួសាររបស់គាត់នៅប្រទេសរបស់គាត់នោះគាត់ក៏បានធម្មតាទាំងយើងទាំងគេពេលដែលមានកូនមកប្រកួតជោគជ័យនៅក្នុងប្រទេសនឹងមួយគាត់តែងតែដើរអួតពីកូនរបស់គាត់ហើយកូនខ្ញុំនៅស្រុកខ្មែរប្រកួតឈ្នះកីឡាករគុណខ្មែរច្រើនណាស់ឥឡូវគាត់វាយតំណាងគុណខ្មែរចេះ1ចេះ2មានពាក្យគុណខ្មែរនៅក្នុងនឹងទៀតហើយថ្ងៃមុខបិណ្ឌប្រកាសឯងគាត់ទទួលបានសញ្ជាតិគាត់វាយតំណាងឲ្យគុណខ្មែរគាត់ថាបានដែរដូចធីអាហ្គោអញ្ចឹងធីអាហ្គោគាត់ទៅនៅដល់អាមេរិកគាត់នៅជ្រាបផ្សាយគុណខ្មែរដែរហើយនឹងកីឡាករបរទេសជាច្រើនទៀតអញ្ចឹងផលវិជ្ជមានខ្ញុំគិតថាប្រហែលជា 100% ហ្មងណាបរទេសដែលហាត់គុណខ្មែរបរទេសម្នាក់មកប្រទេសឧទាហរណ៍ថាលើពិភពលោក200ប្រទេសជាងអញ្ចឹងបើយើងគិតថាបរទេស200នាក់ហាត់គុណខ្មែរជាតិសាសន៍ផ្សេងគ្នាយ៉ាងណាក៏មនុស្សមកភូមិនៅក្នុងប្រទេសនឹងដែរបានស្គាល់ពីគុណខ្មែរបាច់ដល់មកស្រុកមកខេត្តទេយ៉ាងស្អុយបំផុតតិចបំផុតមកភូមិត្រូវទេបងបាទនេះការលើកឡើងរបស់បងពងទីជិនមានតែគាត់ផ្ដល់ផលវិជ្ជមានថានៅពេលដែលបរទេសគាត់មកស្នាក់នៅកម្ពុជាគាត់ឆ្លាញ់គុណខ្មែរគាត់វត្តហៅគុណខ្មែរគឺជួយចំណេញដល់គុណខ្មែរតេតងការផ្សព្វផ្សាយបាទអញ្ចឹងអរគុណច្រើនសម្រាប់មតិចុះតេតងលោកគ្រូយល់ឃើញយល់ស្របដូចបងពងទីជិន 100% ឬក៏មានចំណុចណាដែលលោកគ្រូចង់លើកឡើងតេតងទៅនឹងបរទេសដែលគាត់ធ្វើការវឹកហាត់គុណខ្មែរថាមានភាពចំណេញដល់គុណខ្មែរដែរទេ
ខ្ញុំរៀងឆ្ងាយពីមានពងទាបន្តិច បាទ បាទខ្ញុំតោះបន្តិច អត់អីទេ រាល់ថ្ងៃគឺគាត់មិនមែនមហាគុណខ្មែរទេគឺគាត់មកប្រកួតគុណខ្មែរប្រចាំកន្លែងហ្នឹងណាបាទគាត់មិនមែនមហាគុណខ្មែរទេព្រោះគាត់ចេះភាគច្រើនពួកគាត់ចេះពីនេះមកស្រេចហើយអញ្ចឹងគាត់មកពីខ្លះគាត់អាចស្នាក់នៅស្រុកខ្មែរតាមរយៈការក្លឹបតាមអីចឹងណា បាទ នឹងដែលមានប្រទីផ្សារការប្រកួតឲ្យគាត់នៅស្រុកខ្មែរហ្នឹងអាហ្នឹងគឺគាត់នៅហើយតែប្រកួតអត់មានទីផ្សារការប្រកួតស្រុកខ្មែរគឺគាត់មិនផ្សព្វផ្សាយគុណខ្មែរដែរអាហ្នឹងគឺខ្ញុំនិយាយអញ្ចឹងណាព្រោះរងថ្ងៃយើងឃើញថាកីឡាករបរទេសមួយចំនួនគឺគាត់ប្រកួតតែនៅស្រុកខ្មែរទេគាត់បានប្រកួតទៅទៅក្រៅស្រុកដូចជាអាគូប្រទេសអាគូគឺគាត់ផ្សព្វផ្សាយគុណខ្មែរមែនហ្នឹងគឺការបិទព្រោះគាត់ចេញពីក្រៅស្រុកគាត់ប្រកួតតំណាងជាខ្មែរតំណាងជាអីហ្នឹងគឺផ្សព្វផ្សាយទៅហើយ បាទហ្នឹងខ្ញុំសូមលើកជាគោមួយហើយកីឡាករផ្សេងៗទៀតគាត់មកស្រុកខ្មែរហ្នឹងគឺមិនមែនគាត់មកហាត់ទេគាត់មកប្រកួតក៏ប៉ុន្តែត្រូវបានក្លឹបគាត់ចិញ្ចឹមក៏ដូចជាការហាត់ដែរអញ្ចឹងបើសិនកីឡាករអត់ហាត់ក៏វាកើតដែរមែនទេ បាទ អញ្ចឹងមិនមែនគាត់ជាភ្ញៀវទេសចរណាគាត់ថាឥឡូវគាត់ជិះយន្តហោះមកខ្ញុំស្គាល់គុណខ្មែរច្បាស់អញ្ចឹងខ្ញុំដឹកលុយពីផ្ទះខ្ញុំទៅខ្ញុំទៅលេងប្រទេសកម្ពុជាអញ្ចឹងណាខ្ញុំត្រូវស្វែងរកក្លឹបគុណខ្មែរណាមួយដែលខ្ញុំវីសារបស់ខ្ញុំមានរយៈពេល1ឆ្នាំពី6ខែទៅ1ឆ្នាំអញ្ចឹងគឺខ្ញុំជួគ្រូបង្ហាត់ហើយក៏ខ្លាំងហើយវាយនៅស្រុកខ្មែរខ្លះទៅប្រកួតក្រៅស្រុកខ្លះទៅអាហ្នឹងគឺតែអញ្ចឹងណាហើយបើតែបើយើងយកតែកីឡាករពីក្រៅស្រុកមកដាក់ស្តុបក្លឹបយើងឲ្យប្រហាត់ទេហើយយើងវាយនឹងថៃវៀតខ្មែរយើងទេអាហ្នឹងគឺមានន័យថាយើងចែកម្លែកថវិកាទៅឲ្យកីឡាករបរទេសទេបាទរឿងផ្សព្វផ្សាយឈ្មោះគុណខ្មែរហ្នឹងយើងទទួលស្គាល់ផ្សព្វផ្សាយទៅហើយយើងយល់ដល់កន្លែងហ្នឹងថាឥឡូវថាគាត់វាយបានគាត់បានខ្សែវត្តស្រុកគាត់ផ្សព្វផ្សាយបែបនេះហ្នឹងហើយក៏ប៉ុន្តែគឺថាតើមានឃើញវត្តមានគាត់ទៅប្រកួតខ្សែវៀនផ្សេងគាត់ប្រើពាក្យគុណខ្មែរអត់កន្លែងចំណុចនេះហើយសួរថាក្លឹបមានបានបញ្ជូនពួកគាត់ទៅប្រកួតតំណាងឲ្យគុណខ្មែរអត់នៅខ្សែវៀនផ្សេងមែនទេអញ្ចឹងគឺយើងរាល់ថ្ងៃគឺយើងចិញ្ចឹមគេទេចិញ្ចឹមគេច្រឡំខ្ញុំនិយាយលេងចិញ្ចឹមគេណាបើខ្ញុំចេះធ្វើអញ្ចឹងធ្វើបានដែរដល់ខាងផ្ទះលេខ2គេទេមកខ្ញុំគេថាលោកគ្រូយករបស់ខ្ញុំទៅ5នាក់ទៅដាក់ក្លឹបគ្រូទៅមានឡាវមានអីរងមានស្អីច្រើននេះហើយខ្ញុំអត់រើសអង្គជាខ្សែក៏ប៉ុន្តែវាអត់ចំណេញបានមកកាត់ភាគរយមកខ្ញុំពាក់ខ្លះកីឡាករខ្លះទៅខាងផ្ទះលេខ2ខ្លះហើយខ្ញុំយកកីឡាករមកស្តុបដាក់ក្លឹបខ្ញុំតើសួរថាបេះដូងខ្ញុំនៅណាគួតលោកគ្រូ ងាប់អត់ហ្នឹងគឺមកប្រកួតដូចគ្នាណាមួយមហាម៉ាត់ជាមួយនឹងយ៉ាស៊ីននេះខ្ញុំនិយាយមិនថាទៅកាន់ជើងពួកគាត់ទេ បាទ ដោយសារតែពួកគាត់មិនទាន់បានចេញប្រកួតក្រៅស្រុកអញ្ចឹងយើងអាចថាបើគាត់ចេញទៅប្រកួតក្រៅស្រុកគាត់អត់ប្រើពាក្យគុណខ្មែរយើងនឹងរិះគន់ទេទាំងខ្ញុំទាំងគេខ្ញុំនឹងរិះគន់ប៉ុន្តែពេលនេះគាត់មិនទាន់បានចេញទៅប្រកួតនៅស្រុកក្រៅទេ បាទ អញ្ចឹងយើងអាចសន្និដ្ឋានបានទេខ្ញុំនិយាយតែពីផលវិជ្ជមានដែលគាត់ទាំងអស់ហ្នឹងបានធ្វើឲ្យកីឡាករគុណខ្មែរមួយចំនួនដែលឮសូរថាប៉ះពួកគាត់ហាត់ទ្វេដងជារឿងពិតសួរកីឡាករផ្ទាល់ជារឿងពិតឮថាប៉ះមហាម៉ាត់យ៉ាស៊ីនហាត់គុណគេខ្លាំងហាត់ជាងប៉ះកីឡាករបរទេសដទៃវាមិនខុសពីកូនកាត់ចិនមកលក់បាញ់ឆៅនៅស្រុកខ្មែរទេអាហ្នឹងវាដូចតែលោកគ្រូយកកីឡាករដែលមកប្រកួតយកមកបដូចជាមួយនឹងកីឡាករវឹកហាត់ខុសគ្នាកីឡាករមកប្រកួតគេប្រើពាក្យស្រឡាញ់គុណខ្មែរអាចថាគេមកប្រកួតដើម្បីយកលុយគេប្រើពាក្យហ្នឹងទីផ្សារទេប៉ុន្តែកីឡាករដែលគាត់វឹកហាត់គុណខ្មែរគាត់អាចនឹងស្រឡាញ់ពិតមិនហ៊ាននិយាយថាស្រឡាញ់ពិត 100% ទេឡើងជាតិឯងប៉ះចំគាត់តែមួយឆ្នាំហើយគាត់អត់មានការប្រកួតបើគាត់លែងស្រឡាញ់គុណខ្មែរលើគាត់រត់បាត់លើវាអាចអញ្ចឹងដែរលោកគ្រូអាចអញ្ចឹងដែរពេលខ្លះគេទៅដល់ស្រុកថៃគេថាខ្ញុំស្រឡាញ់ប្រទេសថៃគេថាកម្ពុជាខ្ញុំស្រឡាញ់កម្ពុជាបរទេសគេឆ្លាតណាស់ពួកបរទេសមួយគឺឆ្លាតណាស់មិនមែនចេះតែយើងអ្នកជូនៅពាក្យការលួងរបស់គេយើងចាញ់ទៅបោកគេខ្ញុំមិនទាន់ចាញ់បោកបរទេសណាទេតែបើយើងចៀតច្អល់ពេកតើឲ្យក៏ប៉ុន្តែយើងត្រូវតែធ្វើយើងរឹងមាំខ្លួនឯងទី1តើគ្រូគុណខ្មែរយើងមានចំណេះចំណេញការប្រហាត់បរទេសអត់ទី2តើការផ្សព្វផ្សាយក្បាច់គុណយើងនៅណាមែនទេឥឡូវចេះខ្ញុំសុំកាត់គ្រូវិញសុំកាត់គ្រូចេះតែលោកគ្រូលើកឡើងតាក់ទងទៅនឹងកីឡាករបរទេសដែលស្នាក់នៅហើយវាយគុណខ្មែរប៉ុន្តែខ្ញុំចង់សួរបញ្ជាក់តាក់ទងទៅនឹងកីឡាករដែលគាត់ហាត់គុណខ្មែរហ្មងគាត់ស្នាក់នៅបាទហាត់គុណខ្មែរមានមូលដ្ឋានគ្រឹះពីគុណខ្មែរហ្មងសួរថាផ្ដល់ភាពចំណេញឬក៏វិជ្ជមាននោះបែបម៉េចឬក៏គាត់តែចំណេញដល់គុណខ្មែរអត់ខ្ញុំនិយាយថាចេះខ្ញុំបាននិយាយឲ្យថាកីឡាករដែលមានមូលដ្ឋានគ្រឹះពីគុណខ្មែរហ្មងគឺចំណេញទី1គឺគាត់ចូលវឹកហាត់គុណខ្មែរគឺគាត់មកដំបូងគាត់អត់ចេះអីទេអាហ្នឹងគេហៅមូលដ្ឋានគ្រឹះណាក៏ប៉ុន្តែបើកីឡាករចេះផ្ទះលេខ2មកឲ្យស្រែកគេយកលុយទៅជួគ្រូក្នុងចែកហ្នឹងហើយគេមកវាយស្រុកខ្មែរយើងអាហ្នឹងមានថាយើងចំណេញឯខាតឥ
lấy như vậy mà đặc biệt kế chua lưới tới chua chắc là nó hạt đây hạt nó cái che ở hỏi sẽ khi mà nó mai với cái con phải bị lạnh con mai cái nơi giọt mai cái đây thì hạt giọt mai với thấy đặc biệt thấy cái vai dưa lùi muối na khác muối na cho này muối dưa lưới mà chua cùng mai với mà hạt đấy đây thì che thấy chạy lùi giọt mai với thấy từ vậy nó kẹo sốc hạt mai chung mai dừng muối na khác muối na cho này នេះជាការយល់ឃើញរបស់គ្រូ ការយល់ឃើញរបស់ខ្ញុំ បាទតែខ្ញុំក៏យល់ពីការលើកឡើងរបស់បងប្អូនទីជាដែរអានេះមានកីឡាករបរទេសច្រើនដែលគាត់កំពុងតែធ្វើការសាក់នៅធ្វើការប្រកួតជាមួយនឹងកីឡាករគុនខ្មែរយើងហើយក៏មានកីឡាករបរទេសមួយចំនួនដែលគាត់ស្រឡាញ់គុនខ្មែរវឹកហាត់គុនខ្មែរដោយសារបងប្អូនទីជាក៏បានមែនសិនបានលើកឡើងចំតាក់ទងនឹងមហាម៉ាត់ជាមួយយ៉ាស៊ីនបាទបើខ្ញុំយល់ឃើញថាជាចំណុចវិជ្ជមានមួយគាត់ថាគាត់ចាប់ផ្ដើមស្រឡាញ់ហើយគាត់ចាប់ផ្ដើមរៀនអក្សរខ្មែរចាប់ផ្ដើមវិជ្ជាដើមហើយបើសិនជាគាត់ធ្វើការប្រកួតប្រជែងចំណេញមួយទៀតគឺពួកគាត់ហាត់មិនលំទេយើងឃើញការប្រកួតប្រជែងរបស់គាត់គឺគាត់វឹកហាត់ប្រឹងប្រែងខ្លាំងវាធ្វើឲ្យការប្រកួតប្រជែងទល់នឹងគុនខ្មែរហ្នឹងល្អមើលសំណួរមិញអស្ចារ្យសួរខ្ញុំបាទអញ្ចឹងខ្ញុំបកស្រាយអស្ចារ្យសួរថាខ្ញុំថាអ្នកហាត់មូលដ្ឋានគ្រឹះពីគុនខ្មែរអញ្ចឹងភាសាថាមូលដ្ឋានគ្រឹះមួយគឺនៅហ្នឹងគឺត្រូវបានការបន្តបន្តតាលវឹកហាត់ពុតដៃពុតជើងនៅស្រុកខ្មែរបន្តបន្តតាលហ្មងគេអត់និយាយថាភាសាថាអ្នកឯងចេះស្រាប់ឲ្យមកហាត់ហើយអ្នកឯងថាមូលដ្ឋានគ្រឹះហ្នឹងអត់ឲ្យខុសគ្នាឆ្ងាយតែច្រឡំអាហ្នឹងសួរសំណួរខ្ញុំត្រូវតែច្បាស់បានខ្ញុំឆ្លើយច្បាស់តែបើស្គាល់ឥឡូវលោកគ្រូបរទេសដែលគាត់ចេះស្រាប់មកហាត់ស្រុកខ្មែរហើយប្រកួតស្រុកខ្មែរទៅចំណេញអត់តែចំណេញតែមានអីអានេះឆ្លើយតែបើហាត់មូលដ្ឋានគ្រឹះពួកគាត់មិនមែនមូលដ្ឋានគ្រឹះស្រុកខ្មែរទេខ្ញុំប្រាប់ឲ្យថាគាត់ឲ្យកីឡាករមូលដ្ឋានគ្រឹះស្រុកខ្មែរតែពួកគាត់អត់មែនមូលដ្ឋានគ្រឹះស្រុកខ្មែរទេគឺពួកគាត់គឺបានទទួលការបន្តបន្តតាលពីគេសូម្បីតែស្រុកធីក៏ដោយស្រុកធីការហ្នឹងឃើញទេគាត់ទទួលបានការបន្តបន្តតាលពីគាត់មូលដ្ឋានគ្រឹះរបស់គាត់តែលេខ2បាទឃើញទេហាគេគាត់មកស្រុកខ្មែរគាត់ទៅខ្មែរតែក៏ប៉ុន្តែគាត់ថាសួរថាតើការបន្តបន្តតាលពីប្រទេសណាពីនោះមកពីខាងលិចមកអាហ្នឹងខ្ញុំចង់និយាយហើយខ្ញុំនិយាយមូលដ្ឋានគ្រឹះដូចសម្បត្តិបន្តពីដៃគូផាន់ដូចអាឡិចកៅគឺអាឡិចកៅក៏គាត់ខ្មែរបារាំងអាឡិចកៅគ្រឹះបាត់ពីខ្មែរគ្រឹះបាត់គុនខ្មែរកីឡាករមួយទៀតអីគេសៃហាជួយសៃហាដែលបើក្លឹបនេះនៅសៀមរាបគាត់សៃហាដែរអាហ្នឹងគ្រឹះគុនខ្មែរគាត់បរទេសគាត់ទៅបារាំងតែគាត់នៅខ្មែរគាត់ហាត់នៅខ្មែរស្រុកខ្មែរហើយគាត់ពុតដៃពុតជើងពីលោកគ្រូស្រុកខ្មែរតាំងពីគាត់នៅតូចមកអាហ្នឹងបានហៅថាមូលដ្ឋានគ្រឹះគុនខ្មែរតែលោកគ្រូយើងខ្ញុំតោះខ្ញុំចាប់ថាអញ្ចឹងសំណួរត្រូវសួរតែឲ្យចំគោលដៅកុំសួរខុសគោលដៅតែកាលណាសួរខុសគោលដៅគឺខ្ញុំឆ្លើយខ្ញុំតាមនឹងដែរបើសួរខ្ញុំអញ្ចឹងបាទលោកគ្រូខ្ញុំចង់កាត់លោកគ្រូបន្តិចខ្ញុំចង់និយាយថាពេលខ្លះយើងជាម្ចាស់ប្រទេសយើងអាចបើកចិត្តឲ្យតលេងបន្តិចក៏ថាបានដែរយើងបើកចិត្តឲ្យតលេងបន្តិចដើម្បីឲ្យបរទេសគាត់បានអាចថាបើយើងសួរថាលើពិភពលោកនេះមិនគេអាចនឹងស្គាល់ផ្ទះលេខ2ច្រើនជាងយើងដោយសារគេជាប្រទេសមួយដែលធំប៉ុន្តែបើធម្មតាគេមកគេទៅផ្ទះលេខ2សិនដោយសារតែអីគេអត់បានស្គាល់កម្ពុជាយើងទេពេលខ្លះបើគេមកហាត់នៅយើងហើយគេចេញពីនោះគេមកហាត់នៅយើងពេលខ្លះយើងបើកចិត្តឲ្យទលាយយើងបើកចិត្តឲ្យយើងទលាយតិចមកយើងអាចនឹងទទួលបានដោយសារអីឲ្យគាត់មានបន្តែបន្តខ្លួនបន្តែរៀងខ្លួនអានេះជាការយកឃើញរៀងខ្លួនគ្រូយកឃើញបាទគ្រូបងប្អូនទីយកឃើញបាទចាប់ដល់ខ្ញុំគិតថាយើងគុំចៀតច្អល់ពេកល្អជាងដោយសារតែយើងបើកចិត្តឲ្យទលាយបន្តិចធ្វើត្បិតតែពេលខ្លះខ្ញុំទទួលស្គាល់ថាបរទេសមួយចំនួនគាត់ហាត់នៅផ្ទះលេខ2មែនប៉ុន្តែពេលដែលគាត់មកស្រុកខ្មែរពេលខ្លះគាត់ជាប់ចិត្តអីចឹងទៅគាត់ជាប់ចិត្តគាត់ហាត់គុនខ្មែរចឹងទៅពេលខ្លះគាត់បានភរិយាជាខ្មែរផងគាត់ចឹងទៅបើយើងបើកចិត្តពេលខ្លះបើសិនជាយើងអន់គេអាចនឹងរត់ទៅវិញហើយខ្ញុំចាំកីឡាការីម្នាក់បងអិនពងទាមិនចាំទេកីឡាការីស្រីម្នាក់ដែលគាត់ហាត់នៅក្លឹប KKS ដែលគាត់មកស្នាក់នៅហាត់នៅក្លឹប KKS មានចាំទេអត់ទេលោកគ្រូខ្ញុំម្នាក់ស្រីមួយបារាំងតែគាត់ហាត់នៅក្លឹប KKS ខ្ញុំដូចលោកគ្រូមិននិយាយឈ្មោះស្នាក់នៅនឹងហាត់នឹងហើយគាត់និយាយថាអេណាហ្នឹងហើយខ្ញុំស្រឡាញ់គុនខ្មែរណាខ្ញុំស្រឡាញ់គុនខ្មែរណាឲ្យគ្រូពុំស្រឡាញ់គាត់យកវីដេអូទៅផុសស្រឡាញ់គុនខ្មែរណាស្រឡាញ់គុនខ្មែរណាស្រាប់តែពេលគាត់បានប្រកួតនៅខេត្តកំពង់ចាមប្រកួតមើលកីឡាករខ្មែរយើងហ្នឹងគាត់ឈ្នះកាលហ្នឹងខ្ញុំរៀបចំកម្មវិធីហ្នឹងដែរដល់ពេលគាត់ឈ្នះហើយគាត់វិលត្រឡប់ទៅប្រទេសគាត់វិញគាត់មិនបានទៅប្រទេសគាត់ណាគាត់ទៅដល់ធំ Thailand ហ្នឹងហើយគាត់ដាក់ថា I love you Thailand ឃើញទេឃើញអញ្ចឹងកន្លែងហ្នឹងដៃខ្ញុំវាតបៅហ្នឹងវាធ្លាប់មានតែហើយអញ្ចឹងខ្ញុំអត់ចង់ដឹងឡើយលោកគ្រូថាលោកគ្រូបញ្ញាបើកចិត្តចង្អៀតខ្ញុំមិនបានបើកចិត្តចង្អៀតទេចំពោះជនជាតិបរទេសដែលមកហាត់ទៅខ្មែរក៏ប៉ុន្តែយើងត្រូវការភាពចំណេញពីគាត់ដែរចំណេញទី1គឺគាត់យកថវិកាយកបច្ច័យលើយើងនៅប្រទេសយើងដែរណាមិនមែនគាត់កើបថវិកាទៅប្រទេសគាត់វិញមានន័យថាយើងចំណេញទេអាហ្នឹងអត់ចំណេញយើងចំណេញតែពាក្យតិចជួយទេក៏ប៉ុន្តែយើងខាតច្រើនហើយទី2គឺ
ខ្ញុំមិនដែរថាមិនបើកចិត្តទលាយក្នុងការយកជនជាតិបរទេសមកប្រកួតយកទៅដូចបងថមមីគីមយ៉ាងហ្នឹងគាត់យកម៉ុងហ្គូលីមកប្រកួតជាមួយនឹងវាយ8man ជាមួយមិនវិធា ឃើញទេជាណាញ់គាត់យកឲ្យគាត់ឲ្យទៅវិញឲ្យគេស្គាល់គុនខ្មែរហើយចុះបើសិនជាបងថមមីគីមគាត់ចង់ឲ្យទុកឲ្យគេស្គាល់គុនខ្មែរគាត់យកកីឡាករល្អដែល10អ្នក20អ្នកហ្នឹងចំនៅក្លឹបដូនតាថ្ងៃនេះទុកឯងនៅហ្នឹងទៅហើយថាផ្សព្វផ្សាយគុនខ្មែរទៅមិនចំណាញ់ច្បាច់ទៅយកឲ្យគាត់ដេញទៅវិញណាគាត់ឲ្យបើកកម្មវិធីការប្រកួតក៏ប៉ុន្តែគាត់ឲ្យស្នាក់នៅស្រុកខ្មែរដោយនេះទេគាត់គិតថាដើម្បីអីទីមួយគឺវាអត់ស្អីចំណេញប្រហែលទេបាទដោយសារតែគាត់ហាត់នៅនោះចេះបានលុយនោះចាយអស់ហើយដល់ពេលហើយមកដេកទៅដើមទីផ្សារកីឡាករខ្មែរយើងប្រកួតរាល់អាទិត្យមិនកើតអាហ្នឹងគឺវាមិនមែនថាចំណេញទេអាហ្នឹងស្រាប់ការមើលឃើញរបស់បងប្អូនទេក៏ប៉ុន្តែគាត់ថាអាផ្លូវដានជើងប្រទេសហ្នឹងវាធ្លាប់មានហើយអញ្ចឹងណាវាតបៅវាធ្លាប់មានហើយដូចកីឡាករមួយជនជាតិប្រេស៊ីលអញ្ចឹងតែគាត់នៅវាយគុនខ្មែរកីឡាករកញ្ញាខ្ញុំភ្លេចឈ្មោះគាត់ណាតាំងពីអ្នកប្រេប្រពន្ធនោះហើយតែគាត់កាន់ទូរស័ព្ទខ្ញុំឆ្លាញ់តែគុនខ្មែរតែដល់ពេលមកទៅដល់ប្រទេសថៃទៅមើលគាត់I love you Thailand សុទ្ធដាក់ដងបាញ់សុទ្ធធ្លុះគ្នា post story ផុសអីពេញហ្នឹង post story ពេញហ្នឹងសួរថាតើគាត់មកហាត់នឹងខ្មែរដែរតាមែនអត់ហាត់អីគាត់ទៅវាយនៅប្រទេសគេគាត់ផ្សាយជាមួយថៃមកគាត់វិញអានេះហើយដែលជាតបៅកាលណាជាតបៅអញ្ចឹងគឺយើងត្រូវតែប្រយ័ត្នត្រូវតែវាមានមួយចំនួនយើងថាបើកចិត្តងាប់អើយចិត្តល្អណាស់ដល់ខ្មែរលោកម្ចាស់ខ្មែរហ្នឹងដែលចិត្តល្អជាងគេនឹងឯងបាទខ្មែរហ្នឹងដែលចិត្តល្អជាងគេនឹងឯងសូម្បីតែមកកីឡាករមកប្រកួតរាល់ដងពេលខ្លះក៏មិនយើងបោករំដៃមកផងគាត់អានថាយើងចិត្តល្អហ្នឹងហើយយើងអ្នកទិញទៅក៏សុំយើងប្រើឃើញទេហើយលុយគាត់យកហើយនឹងយើងចិត្តល្អហ៎បាទខ្ញុំចិត្តល្អជាមួយខ្មែរខ្ញុំគ្នាឯងហើយខ្ញុំរើសអើងគេខ្សែអ្នកឯងញើសឈាមអ្នកឯងអ្នកយកបាទញើសឈាមខ្ញុំយកអញ្ចឹងគឺខ្ញុំត្រូវបែងចែកច្បាស់ខ្ញុំអត់មានច្បាច់ឲ្យគេស្គាល់ខ្ញុំតាមរយៈការយកលុយពីខ្ញុំទៅឲ្យគេស្គាល់ទេអត់ទេបាច់ស្គាល់ខ្ញុំតាមការយកលុយទេបើអ្នកឯងស្គាល់ខ្ញុំអ្នកឯងស្រឡាញ់ខ្ញុំអ្នកឯងនេះក្លឹបអភិរក្សខ្មែររឿងអ្នកឯងមក5នាក់អ្នកឯងវិចលុយពីស្រុកអ្នកឯងមកចាយមកហើយហាត់ទៅខ្ញុំបហាត់បាទជួលទៅមួយខែប្រហែលគ្រូតែហូបប្រហែលខ្ញុំបហាត់ហើយមូលដ្ឋានគ្រឹះគុណខ្មែរអានឹងបានចំណេញដល់បាទយល់បាទអរគុណច្រើនគ្រូតាមពិតខ្ញុំសូមចូលរួមតិចដែរបាទយកឃើញលោកគ្រូបញ្ញាគាត់យកឃើញថាតកតនទៅនឹងកីឡាករខ្លះដែលគាត់ចង់មកកេងប្រវ័ញ្ចទេប៉ុន្តែបងប្អូនទីទៀតគាត់លើកឡើងតកតនសំណួរដែលខ្ញុំសួរថាកីឡាករដែលគាត់ចង់វឹកហាត់ពិតប្រាកដអញ្ចឹងវាមានភាពផលចំណេញតាមយកឃើញរបស់គាត់ទៅគាត់ថាបើយើងនិយាយស្មោះត្រង់ទៅគឺដូចលោកគ្រូក៏គាត់ធ្លាប់បង្ហាត់កីឡាករបរទេសធ្លាប់ជួយកាន់ស៊ីបធ្លាប់ជួយអីមែនតើកីឡាគុនខ្មែរយើងគឺបើកទ្រឹមទលេមិនរើសអើងជាតិសាសន៍ទេស្វាគមន៍ជានិច្ចសម្រាប់បងប្អូនដែលវឹកហាត់ហើយក៏សាទរសម្រាប់កីឡាករដែលធ្វើបានល្អបច្ចុប្បន្នអ្នកហាត់សុខភាពក៏ច្រើនដែរហាត់សុខភាពក៏ច្រើនដែរអញ្ចឹងសាទរដូចយ៉ាស៊ីនដូចមហាម៉ាត់គាត់ធ្វើបានល្អហើយសង្ឃឹមថាថ្ងៃមុខទៅគាត់នឹងអាចវាដំណើរគុនខ្មែរបន្តទៀតព្រោះបច្ចុប្បន្ននេះគឺគាត់ជោគជ័យហើយអញ្ចឹងសង្ឃឹមថាកីឡាករបរទេសផ្សេងៗទៀតដែលគាត់ស្រឡាញ់គុនខ្មែរពិតប្រាកដហើយមកវឹកហាត់នៅគុនខ្មែរវានៅគុនខ្មែរព្រោះថាបើមានពួកគាត់ក៏ការប្រកួតប្រជែងកីឡាគុនខ្មែរយើងក៏កាន់តែរីកចម្រើនកាន់តែប្រកួតប្រជែងខ្លាំងដែរយើងឃើញរយៈចុងក្រោយមានវត្តមានពួកគាត់គឺផ្ទុះការគ្រប់គ្រងអញ្ចឹងយើងអត់ចង់ឲ្យការគ្រប់គ្រងគុនខ្មែរចាប់ផ្ដើមពីការផ្ទុះទៅសារវិញទេយើងចង់ឲ្យបែបនឹងតទៅទៀតបើអញ្ចឹងបានជជែកវិញច្រើនមែនតើថ្ងៃនេះទាំងបងប្អូនទីជាទាំងលោកគ្រូបញ្ញាខានជួបគ្នាយូរហើយជាពិសេសបងប្អូនទីជាពីមុនធ្លាប់តែហូបកាហ្វេអីជជែកគ្នាតែរយៈរវល់លេងខ្លួនឥឡូវនេះពិតជាអរគុណមែនទែនទាំងលោកគ្រូទាំងបងប្អូនទីជាអាសាថាពេលវេលាយើងមានកំណត់